អ្នកខ្លះដែលមានបុគ្គលិកខោបុគ្គលិកអត់ខំធ្វើការអស់យើងចេះតែតឹងទ្រូងថាហេតុអីក៏ពួកគាត់អត់ប្រឹងប្រែងធ្វើការអញ្ចឹងបងប្អូនចង់ឲ្យបុគ្គលិកមានកម្លាំងធ្វើការខ្លាំងណាបងចិត្ត Yes អូខេចង់អត់ចង់ថ្ងៃនេះខ្ញុំមានប្រធានបទមួយគឺវិធីសាស្ត្រដើម្បីធ្វើឲ្យបុគ្គលិកមានកម្លាំងនៅក្នុងការធ្វើការដោយសុវ័យចិត្តធ្វើការដោយមិនហត់ចង់ដល់អត់ចង់ដល់អូខេ good ចង់ដល់បានខ្ញុំនិយាយចឹងថ្ងៃនេះខ្ញុំមានរឿងមួយចង់ប្រាប់ទៅបងប្អូនអរគ្នាការបងប្អូនមើលរូបមួយនោះទៅរូបមួយអត់រូបសាស្ត្រចឹងនៅថ្ងៃមួយមានក្មេងស្រីម្នាក់ហ្នឹងគាត់ដើរចូលទៅក្នុងព្រៃមួយនៅក្នុងព្រៃហើយឃើញសុទ្ធតែមនុស្សកំពុងតែដាក់ថ្មធ្វើរូបចម្លាក់ក្មេងស្រីក៏ចូលទៅសួរបរិសុទ្ធទី1តើពូកំពុងធ្វើអីគេបរិសុទ្ធទី1ក៏ឆ្លើយថាពូកំពុងតែដាក់ថ្មដើម្បីធ្វើរូបចម្លាក់ក្មេងស្រីនោះក៏អរគុណពូហើយក៏ដើរទៅជួបបរិសុទ្ធទី2ដល់ទៅដល់ជួបក្មេងស្រីធ្វើអីអត់គឺគាត់សួរសំណួរដូចគ្នាសួរថាតើពូកំពុងធ្វើអីគេពូក៏ឆ្លើយថាពូកំពុងតែដាក់ថ្មធ្វើរូបចម្លាក់ដើម្បីកសាងប្រាសាទក្មេងស្រីឮដូច្នេះក៏អរគុណបរិសុទ្ធទី2ហ្នឹងក៏ដើរទៅមុខទៀតទៅដល់ជួបបរិសុទ្ធទី3ដល់ពេលដែលជួបបរិសុទ្ធទី3ក្មេងស្រីសួរសំណួរដូចគ្នាទៀតតើពូកំពុងធ្វើអីគេពេលនោះបរិសុទ្ធទី3ក៏ឆ្លើយថាពូកំពុងតែដាក់មកដើម្បីកសាងធ្វើរូបចម្លាក់ដើម្បីយកទៅកសាងប្រាសាទដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំទៅមុខទៀតដើម្បីមោទនភាពជាតិយើងសំណួរខ្ញុំចង់សួរទៅបងវិចិត្រថារវាងបរិសុទ្ធទី1បរិសុទ្ធទី2និងបរិសុទ្ធទី3តើមួយណាដែលគាត់មកធ្វើការដោយស្វែងចិត្តដោយអស់ពីកម្លាំងកាយចិត្តបរិសុទ្ធទី3ហេតុអីបានបរិសុទ្ធទី3គាត់នឹងធ្វើការដោយត្រឹមត្រូវដោយសារតែគាត់មានឆន្ទៈនៅក្នុងចិត្តថាគាត់នឹងយកអ្វីដែលគាត់កំពុងតែធ្វើហ្នឹងយកទៅរៀបចំនៅក្នុងប្រាសាទគាត់មានឆន្ទៈទៅយកវាទៅរៀបចំនៅក្នុងប្រាសាទដើម្បីឲ្យវាទៅឃើញស្អាតកសាងប្រាសាទគាត់ធ្វើដល់មោទនភាពទុកជាគេដំណើរសម្រាប់កូនចៅយើងអត់គាត់បាទយ៉ាអញ្ចឹងមានន័យថាបរិសុទ្ធទី3គាត់យល់អំពីគោលបំណងនៃការធ្វើបានច្បាស់លាស់គាត់មានបុព្វហេតុនៃការធ្វើការងារច្បាស់លាស់បានគាត់មកធ្វើការដោយមោទនភាពគាត់ធ្វើការដោយអត់អស់ព្រោះគាត់មានបុព្វហេតុនៃការធ្វើមានគោលបំណងនៃការធ្វើគឺកសាងប្រាសាទដើម្បីទុកជាកេរដំណែលរាប់ពាន់ឆ្នាំជាមោទនភាពរបស់ប្រទេសជាតិវាខុសពីបរិសុទ្ធទី1ដែលគាត់ដឹងថាពីដាក់ធ្វើចម្លាក់តែអត់ដឹងថាធ្វើដើម្បីស្អីងាកមកបុគ្គលិកយើងក៏ដូចគ្នាដែរងាកមកក្រុមការងារក៏ដូចគ្នាដែរគាត់ធ្វើការរាល់ថ្ងៃដើម្បីស្អីដើម្បីតែលុយឬក៏ដើម្បីមោទនភាពជាតិណាមួយឬដើម្បីមោទនភាពណាមួយអញ្ចឹងយើងមិនត្រឹមតែយើងធ្វើឲ្យបុគ្គលិករបស់យើងក្រុមការងាររបស់យើងមានអារម្មណ៍ថាដូចគាត់កំពុងតែកសាងប្រាសាទមួយដើម្បីជាកេរដំណែលអញ្ចឹងស្អីដែលជាមោទនភាពនៅក្នុងការងារផលិតធ្យូងអនាម័យរបស់បងវិចិត្រមោទនភាពស្អីគេតែឲ្យគាត់និយាយឲ្យគាត់មានមោទនភាពដល់ខ្ញុំផលិតធ្យូងអនាម័យយើងបានប្រមូលនៅរបស់ដែលអត់ប្រយោជន៍ដែលរបស់ដែលខូចបរិស្ថានមកផលិតឲ្យคล้ายទៅជារបស់មួយដែលមានប្រយោជន៍ជួយទៅដល់បរិស្ថានជួយទៅដល់ប្រទេសជាតិជួយទៅដល់អីគ្រប់បែបយ៉ាងប្រកបទៅដោយមោទនភាពដែលគាត់ធ្វើការនៅទីនេះបងកញ្ញាវិញស្អីដែលជាមោទនភាពឲ្យមនុស្សមានអារម្មណ៍ថាគាត់ធ្វើនឹងដើម្បីកសាងអីដើម្បីរឿងស្អីដែលជាមោទនភាពរបស់គាត់ដែលធ្វើការទៅនេះឲ្យប្រៀបដូចជាប្លុកទី3ដែលគាត់កសាងប្រាសាទគាត់មិនត្រឹមតែ10គាត់មិនមែនជាជាង10ថ្មទេប៉ុន្តែគាត់ជាអ្នកកសាងប្រាសាទដែលប្រាសាទមួយនឹងជាស្នាដៃរាប់ពាន់ឆ្នាំតែគាត់អាចបន្សល់ទុកទៅបាន
អាហ្នឹងគឺយើងធ្វើឲ្យបានដូចអញ្ចឹងពេលនោះគាត់នឹងធ្វើការដោយអស់ពីកម្លាំងកាយចិត្តធ្វើការដោយមោទនភាពនៅក្នុងចិត្តធ្វើការដោយអស់ពីអត់ចេះខកអត់ចេះខកអញ្ចឹងសរុបមកប្រសិនបើយើងចង់ឲ្យនរណាម្នាក់ធ្វើអ្វីមួយអស់ពីកម្លាំងកាយចិត្តយើងត្រូវរកបុព្វហេតុនៃការធ្វើរឿងនោះឲ្យបានអីដែលជាមោទនភាពនៅក្នុងការធ្វើរឿងមួយក្រុមហ៊ុនរបស់ខ្ញុំ training បុគ្គលិករបស់ខ្ញុំមានមោទនភាពដែលអាចជួយអភិវឌ្ឍមនុស្សគ្រប់បែបយ៉ាងជួយទៅដល់ប្រជាជនកម្ពុជាឲ្យគាត់អាចរីកចម្រើនបាននឹងជាមោទនភាពរបស់ក្រុមហ៊ុនហើយចុះបងប្អូនទាំងគ្នាអ្វីដែលជាមោទនភាពរបស់ក្រុមហ៊ុនរបស់យើងដែលត្រូវបញ្ជ្រាបអានឹងទៅក្រុមការងារឲ្យគាត់បានយើង